កិច្ចព្រមព្រៀង12ចំណុចដែលរបបទីក្រុងភ្នំពេញចុះហត្ថលេខាជាមួយប្រទេសថៃនៅថ្ងៃនេះយើងឃើញថាកិច្ចព្រមព្រៀងនោះគឺខ្មែរចាញ់ប្រៀបថៃទាំងស្រុងរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរមិនហ៊ាននិយាយថាថៃឈ្លានពានផងនៅក្នុងសន្និសីទកាសែតនិយាយថាថៃមានការប៉ះទង្គិចគ្នាតាមព្រំដែននៅក្នុងកិច្ចព្រមព្រៀង12ចំណុចអត់មានចំណុចណាមួយដែលនិយាយថាថៃត្រូវបញ្ឈប់ការឈ្លានពានមកកាន់ប្រទេសកម្ពុជាទេមានតែនិយាយដោះមានមនុស្សធម៌រក្សាការឈរជើងនៅទីតាំងណានៅទីតាំងនោះមានន័យថាម៉េចមានន័យថារាល់សមរភូមិដែលថៃគ្រប់គ្រងបានទីតាំងរបស់ខ្មែរថៃត្រូវឈរជើងនៅទីនោះបើនិយាយពាក្យសាមញ្ញគេថាម៉េចកាត់ដីដូរយកសន្តិភាពថ្នាំពុលសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតសុកចិត្តកាត់ដីឲ្យទៅថៃដើម្បីដូរយកសន្តិភាពរបស់ហ៊ុនសែនហ៊ុនម៉ាណែតគឺជាសន្តិភាពបាត់ទឹកដីសន្តិភាពពលរដ្ឋវេទនាសេចក្តីថ្លែងការណ៍ទាំង12ចំណុចរួមនេះដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនេះយើងឃើញយ៉ាងច្បាស់ថាខ្មែរចាញ់ប្រៀបគេហើយខ្មែរបាត់បង់ទឹកដីទៅឲ្យថៃវាទីយកទឹកដីតាមអំពើចិត្តហើយថៃមានប្រៀបថៃយកទឹកដីនោះធ្វើជាទឹកដីរបស់ខ្លួនទៀតទាំងដែលរដ្ឋមន្ត្រីខ្មែរខ្លួនឯងមិនហ៊ាននិយាយថាថៃជាអ្នកឈ្លានពានទឹកដីខ្មែរនេះហើយសន្តិភាពដែលហ៊ុនសែនចង់បានសន្តិភាពកាត់ទឹកកាត់ដីឲ្យគេសន្តិភាពពលរដ្ឋខ្មែររស់វេទនាសន្តិភាពពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនៅភូមិជោគជ័យអស់ដីអស់ផ្ទះដើម្បីរស់នៅមានតែដកហ៊ុនសែនក្រុមគ្រួសារហ៊ុនសែនចេញទេទើបប្រទេសជាតិយើងគង់វង្សទើបប្រជាពលរដ្ឋយើងរស់នៅដោយសេចក្តីថ្លៃថ្នូររុងរឿងរីកចម្រើនតទៅមុខដកហ៊ុនសែនគ្មានសង្គ្រាមដកហ៊ុនសែនគ្មានការបាត់បង់ទឹកដី